Bắt đầu tuần trên team trai bốc mai bom phô lục ta là gì bà anh chơi mà tu sna caประกวดในขนมที่เล่นทีวีจะបន្តទៀតលើវិញ្ញាសាប្រយុទ្ធសមាជិកបរិបទធ្ងន់50គីឡូក្រាមគូទី4ដែលជាគូចុងក្រោយក៏សូមស្វាគមន៍វត្តមានអ្នកលេងក្បិនខៀវអញ្ជើញមកពីស្លាគុណតារាពេជ្រក្រសួងមហាផ្ទៃស្វាគមន៍ដល់វត្តមានអ្នកលេងក្បិនក្រហមចុងគង់ពឹសកែងពីខៀតណាសវណ្ណបាទជាបន្តស្វាគមន៍ដល់វត្តមានអ្នកលេងក្បិនខៀវមកពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាញ៉បូនីបាទនេះជាការប្រកួតបាទនៅទីលានទី2បាទជាការប្រកួតជំរុះជុំទី2បាទគូចុងក្រោយហើយបាទខណៈដែលទីលានទី2បាទកំពុងតែត្រៀមធ្វើការប្រកួតបាទទីលានទី3នោះបាទកំពុងតែក្តៅបាទតានតឹងស្វិតស្វាញបាទចាប់ក្លេក្រៀកគ្នាបាទអញ្ចឹងតិចទៀតយើងដឹងជ័យជំនះហើយតែចឹងណាការប្រកួតរបស់យើងមកនៅទីលានទី2នេះក៏បាទគូប្រកួតមិនធម្មតាដែរបាទនាងសុវណ្ណបាទជាមួយនឹងញ៉ប៊ុននីបាទគីឡូនេះគីឡូសំឡីឯលោកអស្ការបាទសំឡីតែធំមកបាទ50គីឡូក្រាមបាទចាប់គូនេះទៅយើងដល់បាទវគ្គជំរុះជុំទី4គីឡូ60ហើយបងបាទបាទលើយុទ្ធសាស្ត្រការប្រកួតបាទគុណចម្រុះបាទខ្មែរបុរាណបាទទៅលើទីលានទី2បាទជាបន្តបាទអ្នកលេងក្បិនក្រហមបាទគឺនាងសវណ្ណអ្នកលេងក្បិនខៀវបាទគឺញ៉ប៊ុននីបាទត្រៀមចាប់ផ្ដើមការប្រកួតបាទគូនេះមើលទៅក៏មិនចំណាយពេលយូរដែរបាទសម្រាប់អ្នកទាំងពីរអាចនឹងស្វែងរកអ្នកជ្រះនិងអ្នកចាញ់ឃើញហើយបាទចឹងទីលានទី2បាទត្រៀមបាទចាប់ផ្ដើមប្រយុទ្ធបាននៅទីលានទី2អ្នកលេងក្បិនក្រហមនាងសវណ្ណអ្នកលេងក្បិនខៀវញ៉ប៊ុននីបាទគូនេះបើតាមមើលមិនប្រើពេលយូរទេបាទនឹងឃើញអ្នកជ្រះហើយបាទចឹងបងប្អូនបាទទស្សនាទាំងអស់គ្នាបាទទាំងញ៉ប៊ុននីបាទទាំងនាងសវណ្ណបាទអ្នកទាំងពីរនេះសុទ្ធតែឆ្លងបាទកាត់ការប្រយុទ្ធបាទជាច្រើនលើកច្រើនសាររួចមកហើយបាទធាក់ស្ដាំមួយជើងរបស់អ្នកលេងក្បិនក្រហមនាងសវណ្ណបាទមួយជើងបាច់បីនេះគេថាបន្ទុកពេញតែម្ដងបាទបំលាស់ទីបាទខាងបាទអ្នកលេងក្បិនខៀវបាទងាកឆ្វេងងាកស្ដាំបាទខាងអ្នកលេងក្បិនក្រហមបាទតាមអូហូបាទក្បាច់ត្រង់នេះបាទដួលមួយដល់បាទអ្នកលេងក្បិនខៀវឆ្វេងស្ដាំកណ្ដាប់ដៃរបស់នាងសវណ្ណអញ្ញាកណ្ដាប់ពេញឈប់តែម្ដងបាទលឿនមិនពិបាកក្នុងការវិនិច្ឆ័យបន្ទូបាទគឺអ្នកលេងក្បិនក្រហមបាននាងសវណ្ណបាទដួលយកជ័យជំនះបាទទៅលើអ្នកលេងក្បិនខៀវបានបាទដូច្នេះអបអរសាទរដល់អ្នកលេងក្បិនក្រហមនាងសូវណ្ណបាទទទួលបានជ័យជំនះបាទសម្រាប់ទីលានទី2បាទដូច្នេះនាងសវណ្ណបាទឡើងទៅកាន់បាទការប្រកួតបាទជំរុះនៅវគ្គបន្តទៀតបាទនៅការប្រកួតបន្តបាទនៅជុំទី3